ជំរាបសួរអ្នកស៊ើបអង្កេតទាំងអស់គ្នានៅពេលនេះយើងមកបំបីក្តីជាមួយនឹង Conan ជាបន្តទៅទៀតទាំងអស់គ្នាហើយនៅពេលនេះគឺយើងមានចំនួន2ករណីទៀតហើយដែលលើកយកមកបកស្រាយជូនអ្នកទាំងអស់គ្នាទស្សនាហើយករណីទាំងពីរនោះគឺវារៀងប្លែកជាងរដងបន្តិចដោយសារតែមាននារីម្នាក់ហ្នឹងមកជួលអ្នកស៊ើបអង្កេត Mori ឲ្យតាមរកឃាតករដែលសម្លាប់ប្តីនាងដើម្បីសងសឹកចំណែកករណីទី2គឺកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតហើយដោយសារតែមានមនុស្សស្លាប់នៅក្នុងថ្ងៃបុណ្យព្រះអាគីហើយឃាតករហ្នឹងក៏មិនដឹងជាអាណាណីទៀតនៅសោកស្រាប់តែមានមនុស្សស្លាប់នៅក្នុងគំនរភ្នក់ភ្លើងមួយឆ្កុយដូច្នេះហើយដើម្បីចង់ដឹងថាអ្នកស៊ើបអង្កេត Conan របស់យើងអាចបំបីក្តីទាំងអស់នោះបានអត់សូមអ្នកទាំងអស់គ្នាមកតាមដានទស្សនានៅវីដេអូរបស់យើងដូចតទៅដោយតំណឹងរដងដែរបើសិនជាគ្នាយើងមានចិត្តជ្រះថ្លាកុំភ្លេចជួយចុច like subscribe ឲ្យមេដៃមេជើងម្នាក់មួយផងបាទតាមនៃសាច់រឿងដំបូងមកយើងបានឃើញនារីម្នាក់បានធ្វើដំណើរមកកន្លែងធ្វើការរបស់អ្នកស៊ើបអង្កេត Mori ដើម្បីពឹងអ្នកស៊ើបអង្កេត Mori នឹងឲ្យជួយធ្វើរឿងមួយឲ្យនាងដោយកញ្ញាម្នាក់នោះផងដែរគឺមានឈ្មោះថា Niroko គោលបំណងដ៏ធំរបស់នាងដែលមកជួបអ្នកស៊ើបអង្កេត Mori នៅថ្ងៃនេះគឺចង់ពឹងឲ្យអ្នកស៊ើបអង្កេត Mori នឹងតាមរកបងប្រុសរបស់នាងដែលបានបាត់ខ្លួននាងថានៅថ្ងៃកើតហេតុដែលបាត់បងប្រុសរបស់នាងហ្នឹងគឺនៅពេលដែលនាងហ្នឹងចេញដំណើរទៅដើរលេងបងប្រុសរបស់នាងគឺមានភិនភាកមុខមាត់ជាមួយនឹងជិះឡានពណ៌ក្រហមហើយមានផ្លាកលេខបែបនេះដូចនាងបានគូអញ្ចឹងគ្រាន់តែបានឃើញផុសតាមប៉ុណ្ណេះអ្នកស៊ើបអង្កេត Mori ក៏ហ៊ានសន្យាផងដែរថាមិនអីទេប៉ុណ្ណឹងឲ្យតែមានផ្លាកលេខឡានក៏រត់តាមផ្លែតឃើញហើយគ្រាន់តែកញ្ញាម្នាក់ហ្នឹងចេញទៅបាត់ទៅ Conan ក៏បានសួរអ្នកស៊ើបអង្កេត Mori ផងដែរថាមុននឹងជួយស្វែងរកមនុស្សហ្នឹងអត់សួរគេច្បាស់សិនទេស្រួលមិនស្រួលនារីម្នាក់ដែលពឹងឲ្យរកបងប្រុសនាងហ្នឹងមិនមែនជាមនុស្សល្អក៏ថាបានដែររីឯអ្នកស៊ើបអង្កេត Mori ក៏តបវិញថាបានដែរអាតូចបិទមាត់ក្រោយមកអ្នកស៊ើបអង្កេត Mori ក៏ចេញដំណើរទៅធ្វើការងាររបស់គាត់បានទៅចំណែក Conan នេះវិញគឺមានអារម្មណ៍ថាអត់ស្រួលទេមើលតនារីម្នាក់ដែលមកអំបញ្ញមិញគឺចម្លែកមិនទេហើយនៅពេលដែលគាត់កលែកទៅស្រាប់តែឃើញកន្សែងដៃរបស់នារីម្នាក់មិញហ្នឹងជ្រុះនៅលើដីដូច្នេះហើយ Conan ក៏បានលេះដើម្បីទៅជួបនារីម្នាក់នោះហើយស៊ើបអង្កេតពីនាងម្ដងពេលដែលទៅដល់កន្លែងស្នាក់នៅរបស់ Niroko Conan សង្កេតឃើញថានារីម្នាក់ហ្នឹងគឺអត់មានន័យប្លែកទេជាមនុស្សល្អរស់នៅដូចតែគេដូចតែឯងហ្នឹងតែអ្វីដែលចម្លែកស្រាប់តែនៅផ្ទះនាងហ្នឹងមានធុងសាំងលំឹកកដងហើយនៅពេលដែល Conan សួរនាងទៅនាងក៏បានប្រាប់ផងដែរថានៅពេលនេះសាំងឡើងថ្លៃសាំងឡើងថ្លៃមកជុំទេតែនៅទីនោះ Conan បានសង្កេតឃើញស្ព្រេបាញ់ភ្នែកមួយជាមួយនឹងរូបថតរបស់បុរសចម្លែកម្នាក់គ្រាន់តែ Conan ទៅឈរសម្លឹងមើលរូបហ្នឹងស្រាប់តែកញ្ញាម្នាក់នោះមានប្រតិកម្មចម្លែកភ្លាមហើយ Niroko ក៏បាននិយាយប្រាប់ Conan ថាបុរសម្នាក់ដែលនៅក្នុងរូបថតហ្នឹងគឺជាសង្សារចាស់របស់នាងតែនៅពេលនេះពួកគេបានបែកគ្នាហើយចំណែករូបថតមួយហ្នឹងវិញគឺនាងភ្លេចយកទៅបោះចោលនាងមានកម្រងថាបោះចោលយូរហើយតែចេះតែភ្លេចហើយពេលត្រឡប់ទៅផ្ទះវិញ Conan ដូចអត់អស់ចិត្តជាមួយនឹងកញ្ញាម្នាក់នឹងសោះគាត់មានអារម្មណ៍ថានារីម្នាក់នោះគឺមានរឿងអាចកំបាំងលាក់បាំងជាមួយនឹងគាត់ច្រើនណាស់ដូច្នេះហើយគាត់ត្រូវតែបន្តតាមដាន Niroko ជាបន្តទៀតព្រោះថានារីម្នាក់ហ្នឹងដូចអត់ស្រួលទេថ្ងៃមួយនៅពេលដែល Conan កំពុងតែជិះរថភ្លើងកំសាន្តជាមួយនឹងពួកម៉ែរបស់គេស្រាប់តែបានឃើញ Niroko ហ្នឹងស្លៀកអាវខ្មៅដូចជាកាន់ទុកអញ្ចឹងគ្រាន់តែបានឃើញបែបនេះ Conan ក៏បានលបតាមពីក្រោយ Niroko រហូតទៅដល់កន្លែងកប់សពមួយកន្លែងនៅទីនោះ Conan បានសង្កេតឃើញថា Niroko ហ្នឹងបានយកផ្កាជាមួយនឹងអាហារទៅដាក់មុខភ្នូររបស់មនុស្សម្នាក់ដែលមានឈ្មោះថា Kisoba ហើយនៅពេលដែលនាងកំពុងតែអង្គុយអធិដ្ឋានសោកស្រាប់តែមានបុរសម្នាក់ទៀតបានលេចរូបរាងឡើងយើងមើលទៅបុរសម្នាក់នោះគឺមិនមែនជាមនុស្សអាក្រក់អីទេគាត់តែងតែមកសួរសុខទុក្ខរបស់ Nezuko ជាប្រចាំនឹងឯងគាត់ក៏សួរថា Nezuko ឥឡូវសុខភាពមិនយ៉ាងហើយគ្រាន់ប្រសើរជាងមុនអត់ហើយប្រសិនបើ Nezuko នឹងមិនអាចទៅផ្ទះដោយខ្លួនឯងទេឲ្យគាត់បើកឡានជូនទៅក៏បានដែរតែ Nezuko នាងក៏បានប្រកែកនាងថាអត់អីទេអរគុណច្រើនហើយនាងក៏បានដើរចាកចេញមកទៅគ្រាន់តែឃើញឱកាសល្អបែបនេះ Conan ក៏បានទៅកាក់អាប៉ែនឹងជាប់ក្រោយមកទៀត Conan ក៏បានកោះអាប៉ែនឹងថាគាត់នឹងគឺជាមនុស្សចំណិតឬមួយក៏ហៅថាជាដៃស្ដាំរបស់អ្នកស៊ើបអង្កេត Mori ដូច្នេះហើយសូមអាប៉ែនឹងទៅជាមួយគាត់ដើម្បីអាចស៊ើបសួរព័ត៌មានសំខាន់មួយចំនួនក្រោយមកទៀតអាប៉ែមួយនឹងក៏បាននិយាយប្រាប់ Conan ថា Niroko គឺនាងតែនិយាយផ្កាជាមួយនឹងម្ហូបអាហារមកឲ្យភ្នូសពរបស់សង្សារនាងរហូតហ្នឹងនិយាយទៅអាភ្នូសពវិញហ្នឹងគឺជាសង្សារនាងហើយអាបរោះដែលស្រាប់ហ្នឹងគេមានឈ្មោះថា Kisoba គឺជាបរោះម្នាក់ដែល Conan បានឃើញនៅក្នុងរូបថតហ្នឹងឯងហើយកាលពីមុនក៏អត់ដែលស្គាល់ Niroko ហ្នឹងទេគាត់គឺបានស្គាល់នាងនៅពេលដែលនាងចូលមកសម្រាកនៅក្នុងមន្ទីរពេទ្យនៅថ្ងៃនោះក៏បានឃើញថា Niroko ហ្នឹងគឺរបួសធ្ងន់ខ្លាំងមែនទែនបើតាមការព្យាបាលគឺអាចចំណាយពេលសម្រាកក្នុងមន្ទីរពេទ្យរាប់ឆ្នាំមកជាពិសេសនៅពេលដែល Niroko ដឹងខ្លួនមកដំបូងគេបានសាកសួរនាងទៅគឺថានាងអាចបានចាំអីគ្រប់យ៉ាងតាមគាត់ដឹង Niroko ហ្នឹងអាចប៉ះពាល់ជាមួយនឹងអង្គចងចាំឬក៏ខូចប្រសាទតែវាមិនធ្ងន់ធ្ងរប្រហែលទេគ្រាន់តែធ្វើឲ្យនាងបាត់បង់ការចងចាំមួយរយៈអីហ្នឹងហើយអ្វីដែលចម្លែកជាងនេះទៅទៀតគឺថា Niroko ហ្នឹងបើតាមជំងឺរបស់នាងត្រូវសម្រាប់ព្យាបាលនៅក្នុងពេទ្យរយៈពេលរាប់ឆ្នាំអ្វីដែលពិសេសគឺគ្រាន់តែរយៈពេល3ខែតែប៉ុណ្ណោះ Niroko ស្រាប់តែជាសះស្បើយយ៉ាងលឿនខុសធម្មតាហើយនាងព្យាយាមខិតខំប្រឆាំងជាមួយនឹងរបួសដែលធ្វើឲ្យរាងកាយរបស់នាងហ្នឹងជាសះស្បើយក្នុងរយៈពេលយ៉ាងខ្លីបើគាត់មើលទៅម្នាក់ស្រីហ្នឹងទៅគឺថា Niroko គឺជាមនុស្សម្នាក់ដែលមានចក្ខុវិស័យឬមួយក៏គោលដៅខ្ពស់គ្រាន់តែបានលើបែបនេះ Conan គឺមានអារម្មណ៍អត់ស្រួលភ្លាមថានារីម្នាក់ហ្នឹងអាចនឹងជួបហេតុការណ៍អីហើយបានទៅជាអញ្ចឹងក្រោយមកទៀត Conan ក៏
បានពឹងឲ្យបារម្ភម្នាក់ហ្នឹងជូនគាត់ទៅផ្ទះរបស់នៃរកូបន្តិចបានអត់ហើយនៅពេលដែលពួកគេបានធ្វើដំណើរទៅដល់ផ្ទះនៃរកូក៏បានសង្កេតឃើញថានៃរកូគឺនាងអត់នៅផ្ទះឡើយបារម្ភម្នាក់ហ្នឹងក៏សង្ស័យផងដែរថានៃរកូហ្នឹងក្រែងប្រាប់គាត់ថាមកផ្ទះហើយហេតុអីបាទឃើញនៅផ្ទះអញ្ចឹងគ្រាន់តែបានដឹងរឿងមកប៉ុណ្ណេះខូណានក៏សង្ស័យភ្លាមហើយគាត់ក៏បញ្ញាប់តាក់ទងទៅកាន់អ្នកស៊ើបអង្កេតម៉ូរីនៅពេលដែលបានជួបជាមួយនឹងអ្នកស៊ើបអង្កេតម៉ូរីអ្នកស៊ើបអង្កេតម៉ូរីក៏បានប្រាប់ទៅកាន់ខូណានថានៅពេលនេះគឺគាត់បានរកឃើញទីតាំងរបស់បារម្ភម្នាក់ដែលមានគេពឹងឲ្យគាត់រកនឹងហើយគ្រាន់តែបានដឹងពីរឿងនេះភ្លាមខូណានក៏បានសួរអ្នកស៊ើបអង្កេតម៉ូរីផងដែរថាទីតាំងរបស់បារម្ភម្នាក់ហ្នឹងគឺនៅកន្លែងណានៅពេលនេះគឺវាអត់ស្រួលហើយបារម្ភម្នាក់ហ្នឹងគឺអាចមានរឿងប៉ះពាល់ទៅដល់ជីវិតក៏ថាបានដែរដូច្នេះហើយសូមអ្នកស៊ើបអង្កេតម៉ូរីហ្នឹងប្រាប់ទីតាំងរបស់បារម្ភម្នាក់ហ្នឹងឲ្យគាត់មកលឿនខាងមកខាងនៃរកូឯនេះវិញនាងក៏បានសម័យពីរឿងរបស់នាងឲ្យយើងដឹងផងដែរថាដំបូងនាងក៏បានចូលធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងហើយក៏បានទៅស្គាល់គ្នាជាមួយនឹងបុរសដ៏សង្ហាម្នាក់ដែលមានឈ្មោះថាគីសូបាហើយនៅពេលដែលបានធ្វើការជាមួយគ្នាយូរទៅគីសូបាជាមួយនឹងនីរកូហ្នឹងក៏បានស្រឡាញ់គ្នាក្រោយពីបានចំណាយពេលធ្វើរឿងល្អៗជាមួយគ្នាជាយូរកន្លងមកគីសូបាក៏បានសុំនីរកូហ្នឹងរៀបការហើយនៅពេលដែលពួកគេទៅដើរលេងនៅធ្វើដំណើរតាមឡានហ្នឹងនៅតាមផ្លូវពួកគេក៏បានជួបហេតុការណ៍ដ៏អកុសលមួយព្រោះថានៅមុខឡានរបស់ពួកគេគឺមានឡានក្រហមមួយជិះកន្លងពេញផ្លូវឲ្យពួកគេវ៉ាទៅមុខបានឡើយយ៉ាងនេះទៅទៀតនីរកូគឺបានចាំមុខរបស់បុរសនារីដែលជិះឡានក្រហមស្ពណ៌នៅពីមុខនាងយ៉ាងច្បាស់សារតែមានចិត្តអន្ទះសារហើយខឹងជាមួយនឹងគេឌឺផងគីសូបាទៅបារម្ភបានក៏បានចនឡានក្លាប់ឬសូតែក្រាំងនៅពេលដែលជួបហេតុការណ៍បែបនេះមនុស្សម្នានៅទីនោះក៏បាននាំគ្នាទៅជួយសង្គ្រោះជីវិតរបស់គីសូបាជាមួយនឹងនីរកូជាអកុសលនៅពេលដែលគេបានទាញនីសូកូចេញក្រៅឡានហើយមិនទាន់ទាំងបានជួយគីសូបាផងស្រាប់តែឡានហ្នឹងក៏ទុះប៊ឹមដែលធ្វើឲ្យគីសូបាស្លាប់កន្លែងហ្នឹងទៅក្រោយមកទៀតនៅពេលនេះនីរកូគឺនាងមានបំណងចង់មកសងសឹកអាគូសង្សារពីរនាក់ដែលបានធ្វើឲ្យប្តីរបស់នាងស្លាប់ហ្នឹងឯងចំណែកខូណាននៅនេះវិញកំពុងតែធ្វើដំណើរតាមផ្លូវដើម្បីទៅជួយខាត់នីសូកូកុំឲ្យសម្លាប់មនុស្សហើយគ្រាន់តែទៅដល់ទីតាំងភ្លាមនីរកូអត់ចាំយូរទេក៏បានកាន់កាបូបជាមួយនឹងសាំងមកកដងឡើងទៅរកប្តីប្រពន្ធហ្នឹងនៅឲ្យជន់លើហើយនៅពេលដែលឡើងទៅដល់ភ្លាមអាប្តីប្រពន្ធពីរនាក់ហ្នឹងគ្រាន់តែបានឃើញនីរកូពួកវាគឺមានការភ្ញាក់ផ្អើលជាខ្លាំងខាងប្តីនោះក៏ចង់ទៅតទល់ជាមួយនឹងនីរកូតែនៅពេលនោះនីរកូក៏យកស្ព្រេបាញ់ចូលភ្នែកអាប៉ែហ្នឹងធ្វើអាប៉ែហ្នឹងប្រកាច់មួយហើយប្រពន្ធរបស់អាប៉ែហ្នឹងក៏រើសបានដាច់ដាំមួយបំរុងនឹងមកតទល់ជាមួយនឹងនីរកូដែរតែមានគីឡូទេត្រូវបាននីរកូបដូរឲ្យដួលទាំងពីរហ្នឹងនៅទីនោះគឺវារៀងសាហាវខូចតិចដោយសារតែនីរកូគឺបានយកសាំងចាក់ស្រោចទៅលើខ្លួនរបស់ប្តីប្រពន្ធពីរនាក់ហ្នឹងឡើងចូលហើយនៅពេលដែលនាងកេះដែលកេះបំរុងនឹងដុតសម្លាប់ប្តីប្រពន្ធពីរនាក់ហ្នឹងចោលហើយស្រាប់តែអ្នកស៊ើបអង្កេតម៉ូរីបានមកដល់អ្នកស៊ើបអង្កេតម៉ូរីជាមួយនឹងគ្រូពេទ្យហ្នឹងក៏បាននិយាយសម្រួលនីសូកូផងដែរថាកុំឲ្យធ្វើអញ្ចឹងវាខុសច្បាប់សងសឹកគឺវាអត់បានអីមកវិញទេតែទោះបីជាពួកគេនិយាយយ៉ាងណាក៏នីសូកូស្ដាប់ឡើយតែសំណាងឲ្យដែលខូណានគឺបានមកដល់ពេលដែលមកដល់ភ្លាមខូណានគឺបានកាន់ផ្កាមកឡើង5 6ផើងហើយគាត់ក៏បាននិយាយថាស្ដាយអើយកាលគីសូបានៅរស់គាត់ចូលចិត្តផ្កានិងរុក្ខជាតិណាស់តែនៅពេលដែលគាត់ស្លាប់បាត់ទៅមិនគួរណាឲ្យផ្កាជាមួយនឹងរុក្ខជាតិទាំងនេះរស់នៅដោយគ្មានអ្នកថែរក្សាសោះគ្រាន់តែបានលើឈ្មោះរបស់គីសូបាហើយបានឃើញផ្កាទាំងផើងបែបនេះនីរកូគឺនាងទុនចិត្តភ្លាមហើយនាងក៏បានបដូរចិត្តឈប់ប៉ុនប៉ងចង់សម្លាប់ប្តីប្រពន្ធទាំងពីរនាក់ហ្នឹងដើម្បីសងសឹកឲ្យគីសូបាទៅហើយនៅទីនោះករណីទី1របស់យើងក៏បានដោះស្រាយមកដល់ទីបញ្ចប់ផងដែរក្រោយមកទៀតករណីទី2ក៏បានចូលមកដល់ចាប់ផ្ដើមនៅករណីទី2គឺគេបាននិយាយតាក់ទងជាមួយនឹងខូណានហើយនឹង Professor អាកាសាដោយថាតាំងពីខូណានត្រូវថ្នាំគេដែលធ្វើឲ្យខ្លួនគាត់ខ្លាចជាកូនក្មេងជាលើកទី2ហ្នឹង Professor អាកាសាគឺខិតខំប្រឹងប្រែងណាស់ដើម្បីរកថាមិនសាបតែប្រែខូណានពីកូនក្មេងឲ្យមកខ្លាចជាមនុស្សធំវិញតែបើយើងមើលទៅការស្រាវជ្រាវរបស់ Professor អាកាសាហ្នឹងគឺមិនទាន់បានសម្រេចឡើយដោយគាត់បានខំអភិវឌ្ឍថ្នាំមិនសាបឲ្យខូណានរហូតតែឃើញថាបរាជ័យខ្ទុះខ្ទេចខ្ទុះខ្ទីនៅពេលដែលចេញពីកន្លែងពិសោធន៍របស់ Professor អាកាសាមកវិញខូណានក៏បានជួបអ្នកស៊ើបអង្កេតម៉ូរីនៅតាមផ្លូវបើតាមគាត់មើលទៅនៅពេលនេះអ្នកស៊ើបអង្កេតម៉ូរីកំពុងតែធ្វើការតាមដានទៅលើបុរសម្នាក់ហើយបើយើងមើលទៅអ្នកស៊ើបអង្កេតម៉ូរីធ្វើការស៊ើបអង្កេតគេនឹងដូចអាឡាឡើងមិនទេក្រោយមកទៀតនៅពេលយប់ឡើងប្រជាជនក៏បានប្រារព្ធពិធីបុណ្យព្រះអាគីនៅទីនោះពួកគេបានបង្កាត់ភ្លើងមួយកំណប់ភ្នក់ហើយគេក៏បានយកអុសឈើហ្នឹងបោះចូលភ្នក់ភ្លើងហ្នឹងដើម្បីឲ្យភ្លើងឆេះកាន់តែខ្លាំងហើយនៅពេលដែលភ្នក់ភ្លើងឆេះអស់ឲ្យដួលទៅស្រាប់តែប្រជាជននៅទីនោះបានឃើញសាកសពរបស់បុរសម្នាក់ដួលចេញពីភ្នក់ភ្លើងមកលើដីក្រាំងដែលធ្វើឲ្យមនុស្សម្នានៅទីនោះមានការភ្ញាក់ផ្អើលជាខ្លាំងរីឯអ្នកស៊ើបអង្កេតម៉ូរីនៅពេលនេះគឺគាត់កំពុងតែអួតលុយរ៉ាន់ជាមួយនឹងខូណានដែលថាគាត់នឹងរកបានលុយច្រើនណាស់គាត់មិនដែលឃើញទេអាការងារណាស្រួលឲ្យតាមដានមនុស្សតែ2 3ថ្ងៃសោះបានលុយឡើងច្រើននៅកន្លែងនោះរ៉ាន់ក៏បាននិយាយអំពី Professor អាកាសានឹងបានប្រាប់គាត់ថាស៊ីនីឈីគឺចេញទៅបំពេញបេសកកម្មហេតុអីក៏យូរម៉េះអស់រយៈពេលឡើងប្រហែលខែហើយស៊ីនីឈីអត់តន់ត្រឡប់មកផ្ទះវិញទៀតអ្នកស៊ើបអង្កេតម៉ូរីក៏បានសួរខូណានផងដែរថាបងឯងទៅបំពេញបេសកកម្មអីក៏យូរម៉េះអត់តន់មកអញ្ចឹងខូណានវិញអត់ដឹងតបមិនទេគាត់ក៏បានប្រាប់ថាប្រហែលគាត់អត់តន់រួចដៃហើយមើលទៅហើយមកវិញលឿនមិនកើតបើស៊ីនីឈីគឺជាខូ
ណានដែលឈរមុខពួកគេហ្នឹងកំពុងតែឈរនិយាយគ្នាលេងសោកស្រាប់តែបើកទូរទស្សន៍ទៅក៏បានឃើញគេផ្សាយអំពីករណីឃាតកម្មមួយទៀតថាមានបរិសម្នាក់ហ្នឹងត្រូវបានស្លាប់នៅក្នុងពិធីបុណ្យព្រះអាគីដោយគេបានរកឃើញសាកសពនៅក្នុងពន្លកភ្លើងនៅពេលដែលអ្នកស៊ើបអង្កេតម៉ូរីមើលព័ត៌មាននោះទៅស្រាប់តែបានឃើញថាបរិសដែលបានស្លាប់ហ្នឹងគឺជាបរិសម្នាក់ដែលគាត់បានតាមដានពីមួយថ្ងៃមុនហ្នឹងឯងហេតុអីបានមានរឿងហ្នឹងកើតឡើងហើយនៅពេលនេះអ្នកស៊ើបអង្កេតម៉ូរីគាត់គឺដឹងហើយថាអ្នកជួលគាត់តាមដានបរិសម្នាក់ហ្នឹងអាចនឹងជាមនុស្សមិនល្អទេនៅពេលនេះអត់បានទេគាត់ត្រូវតែរកភាពសាកសមមកឲ្យខ្លួនឯងហើយដោះស្រាយរឿងនេះដោយសន្តិវិធីដោយដំបូងឡើយអ្នកស៊ើបអង្កេតម៉ូរីបានតែប្តឹងប៉ូលីសឲ្យជួយបំបីក្តីឃាតកម្មមួយហ្នឹងដោយសារតែអ្នកជួលគាត់ហ្នឹងបានប្រែគាត់តាមដានបរិសដែលបានស្លាប់ខាងលើមិញហ្នឹងរីឯបរិសដែលបានជួលអ្នកស៊ើបអង្កេតម៉ូរីវិញគាត់ថាគាត់ហ្នឹងគឺជាអ្នកជំនួយអត់សូវមានពេលច្រើននៅក្នុងប្រទេសទេហើយមូលហេតុដែលគាត់ជួលអ្នកស៊ើបអង្កេតម៉ូរីឲ្យតាមដានបរិសម្នាក់ហ្នឹងព្រោះថាបរិសម្នាក់ហ្នឹងគឺជាមិត្តភក្តិរបស់គាត់ហើយគាត់កំពុងតែលេងល្បែងស្លាប់រស់ហើយនៅថ្ងៃមួយបរិសដែលស្លាប់ដែលត្រូវជាមិត្តភក្តិរបស់គាត់ហ្នឹងបាននិយាយថាគាត់ហ្នឹងគឺចង់លេងល្បែងស្លាប់រស់មួយដោយសារតែឃើញមិត្តភក្តិរបស់ខ្លួនមិនស្រួលហើយខ្លួនក៏មានការរវល់ចេញទៅក្រៅប្រទេសទៀតដូច្នេះហើយទើបគាត់ហ្នឹងសម្រេចចិត្តថាជួលអ្នកស៊ើបអង្កេតម៉ូរីឲ្យតាមដានមិត្តភក្តិគាត់ចំនួន3ថ្ងៃតែហេតុអីមកដល់ថ្ងៃទី4គេបានរកឃើញសាកសពរបស់មិត្តភក្តិគាត់ដេកស្លាប់ក្នុងពំនុកភ្លើងបែបនេះហើយបើគាត់ជាឃាតករមែនគាត់សម្លាប់មិនកើតបើគាត់នៅក្នុងប្រទេសហ្នឹងនៅទីនោះដោយសារតែអបិនឹងនិយាយសំហេតុផលហើយអត់មានផលតាំងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ទៅលើអបិមួយនឹងបានអ្នកស៊ើបអង្កេតម៉ូរីគឺអាចធ្វើអីអបិមួយនឹងបានឡើយហើយមុននឹងចាក់ចេញទៅអាបរិសដែលបានជួលអ្នកស៊ើបអង្កេតម៉ូរីម្នាក់ហ្នឹងក៏បាននិយាយថារយៈពេល2ថ្ងៃទៀតគាត់នឹងធ្វើដំណើរចេញទៅក្រៅប្រទេសវិញទៀតហើយនៅពេលនេះអ្នកស៊ើបអង្កេតម៉ូរីគឺសន្យានឹងខ្លួនឯងថាគាត់នឹងបំបីរឿងក្តីមួយនឹងឲ្យបានដោយសារតែគាត់យល់ឃើញថាកំហុសគ្រប់យ៉ាងគឺជារបស់គាត់នៅពេលដែលទៅដល់ផ្ទះវិញអ្នកស៊ើបអង្កេតម៉ូរីបានទៅប្រមូលស្វែងរកឃើញព័ត៌មានផុសតាំងដែលមានរូបថតរបស់អបិអ្នកជំនួយដែលបានជួលគាត់នឹងមកសន្ធឹកនៅទីនោះទោះបីជាគាត់ខិតខំរកចំណុចចម្លែកឬក៏ចំណុចសំខាន់មួយក៏អត់ឃើញដែរដោយសារតែគាត់ធ្វើការឆេវឆាវពេកហើយនៅពេលដែលអ្នកស៊ើបអង្កេតម៉ូរីកំពុងតែកញ្ញាញ់ខួរវល់ក្នុងចិត្តនោះខូណានក៏បានរកឃើញចំណុចចម្លែកមួយគឺថានៅក្នុងរូបថតដែលអបិអ្នកជំនួយនឹងបានថតគឺសុទ្ធតែជាប់ជាមួយនាឡិកាទាំងអស់គ្រាន់តែឃើញខូណានបូកកាយវិភាគជាងខ្លួនបែបនេះអ្នកស៊ើបអង្កេតម៉ូរីក៏បានដាក់ខូណានមកកញ្ញោឃ្លូថាលើក្រោយឯងមិនត្រូវបកកាយជាងយើងបែបនេះទេយើងគឺជាអ្នកស៊ើបអង្កេតដ៏បកកាយជាងគេនៅលើលោកនៅពេលដែលកំពុងនិយាយអួតលើជើងខ្លួនឯងនោះអ្នកស៊ើបអង្កេតម៉ូរីក៏បាននិយាយថាគាត់នឹងខំតាមដានអបិដែលបានស្លាប់នឹងជារៀងរហូតរយៈពេល3ថ្ងៃហ្នឹងតែនៅពេលដែលគាត់ចប់បេសកកម្មថ្ងៃទី4ជាថ្ងៃចុងក្រោយហ្នឹងស្រាប់តែអបិម្នាក់ហ្នឹងត្រូវបានគេសម្លាប់បាត់ហើយគេបានរកឃើញសាកសពនៅក្នុងពំនុកភ្លើងទៀតហើយឲ្យគាត់ទៅរកឃាតករឲ្យមិនឃើញទៅដោយសារតែកំពុង stress ខ្លាំងបែបនេះអ្នកស៊ើបអង្កេតម៉ូរីចង់តែច្បាច់កខ្លួនឯងងាប់ទេកំពុងតែការຕົកខ្លាំងផងស្រាប់តែនៅពេលនោះខូណានបានរកឃើញចំណុចចម្លែកដ៏សំខាន់មួយគឺថារូបថតរបស់ជនរងគ្រោះដែលបានថតមុនពេលអ្នកស៊ើបអង្កេតម៉ូរីធ្វើការតាមដានអបិមួយដែលជាជនរងគ្រោះហ្នឹងគឺជាមនុស្សដែលប្រើដៃស្ដាំនៅពេលដែលគាត់ញ៉ាំអាហារគឺគាត់កាន់ចង្កឹះនៅដៃខាងស្ដាំហើយនៅពេលដែលអ្នកស៊ើបអង្កេតម៉ូរីធ្វើការតាមដានស្រាប់តែអបិមួយហ្នឹងសរសេរអក្សរដៃឆ្វេងវិញដូច្នេះហើយខូណានគិតថាមនុស្សពីរហ្នឹងគឺវាផ្សេងគ្នារូបថតដែលអបិញ៉ាំអីហ្នឹងគឺជាមនុស្សដែលពិតប្រាកដរីឯអ្នកស៊ើបអង្កេតម៉ូរីតាមដាន3ថ្ងៃជាប់គ្នានេះអាចជាមនុស្សคล้ายៗដែលបន្លំខ្លួនធ្វើជាអបិហ្នឹងក៏ថាបានដែរនៅពេលដែលវិភាគចុះវិភាគឡើងខូណានគឺអាចកំណត់សង្កល់បានដែរថាមូលហេតុអីបានជាអបិម្នាក់ហ្នឹងស្លាប់ហើយស្លាប់តាំងពីពេលណាហើយនរណាគេគឺជាមេខ្លោងដែលស្ថិតនៅពីក្រោយការស្លាប់របស់អបិហ្នឹងគឺខូណានបាននឹងខ្ទេចឲ្យហើយដូច្នេះហើយនៅពេលនេះគឺខូណានរបស់យើងចាប់ផ្ដើមធ្វើការដោះស្រាយដោយដំបូងឡើយខូណានបានទៅរកកន្លែងទូរស័ព្ទចល័តហើយធ្វើការទូរស័ព្ទមកកាន់អ្នកស៊ើបអង្កេតម៉ូរីដោយគាត់បានបន្លំសលេងធ្វើជាលោកប៉ូលីសណាំអ្នកស៊ើបអង្កេតម៉ូរីឲ្យទៅជួបគ្នានៅពលានយន្តហោះនៅថ្ងៃស្អែកម៉ោង3ក្រោយមកទៀតខូណានក៏បានបន្លំសលេងធ្វើជាអ្នកស៊ើបអង្កេតម៉ូរីខលទៅហៅលោកប៉ូលីសវិញម្ដងឲ្យទៅណាត់គ្នាជួបនៅកន្លែងពលានយន្តហោះថាឲ្យលោកប៉ូលីសហ្នឹងទៅពលានយន្តហោះទៅអ្នកស៊ើបអង្កេតម៉ូរីគឺបានរៀបចំផែនការចាប់ឃាតករបានហើយនៅថ្ងៃស្អែកក្រោយពីបានរៀបចំផែនការរួចខូណានក៏បានទៅពលានយន្តហោះហើយក៏បានលបលួចចូលទៅក្នុងបន្ទប់គ្រប់គ្រងហើយក៏បានកែសលេងប្រកាសឲ្យគ្រប់គ្នាបានដឹងថានៅពេលនេះជើងហោះហើររបស់យើងគឺត្រូវបានផ្អាកមួយរយៈសិនដោយសារតែមានព្យុះកើតឡើងមូលហេតុដែលគាត់ធ្វើបែបនេះដើម្បីហាមឃាត់កុំឲ្យអបិមួយដែលត្រូវជាអ្នកចំនួនជួលអ្នកស៊ើបអង្កេតម៉ូរីហ្នឹងហោះហើរទៅក្រៅប្រទេសបាននៅពេលដែលអបិហ្នឹងធ្វើដំណើរទៅចំណតឡានបំរុងនឹងចេញទៅផ្ទះខូណានក៏បានទៅអង្គុយចាំអបិមួយហ្នឹងនៅចំណតឡានហើយនិយាយរៀបរាប់ពីផែនការរបស់អបិមួយហ្នឹងខ្ទេចថាអបិម្នាក់ហ្នឹងគឺបានសម្លាប់ជនរងគ្រោះហើយបន្តមកទៀតក៏បានជួលមនុស្សម្នាក់ឲ្យសម្ដែងជាជនរងគ្រោះហើយឲ្យអ្នកស៊ើបអង្កេតម៉ូរីហ្នឹងធ្វើការតាមដានចំនួន3ថ្ងៃតែបើតាមពិតទៅជនរងគ្រោះគឺបានស្លាប់បាត់ទៅហើយអ្នកស៊ើបអង្កេតម៉ូរីគឺធ្វើការតាមដានជនរងគ្រោះคล้ายៗតែប៉ុណ្ណោះហើយបន្តមកទៀតអបិមួយហ្នឹងគឺធ្វើឯងចេញដំណើរទៅក្រៅប្រទេសហើយនៅថ្ងៃបុណ្យព្រះអាគីគ្រប់គ្នាក៏បានដុតអស់ទៅឃើញសាកសពរបស់ជនរងគ្រោះនៅក្នុងហ្នឹងហើយអបិមួយហ្នឹងវានៅក្រៅប្រទេសដូច្នេះហើយគេអាចចាប់វាបានឡើយនៅពេលដែល
โคนันดังเรื่องโคลนแบบนี้แปะมวยนั้นคือเวียดข้างหนึ่งโคนันเต้โดยสารแต่โคนันนั้นคือจีโกนเขมรเวียกับบ้านสร้างแต่เพศพ้องได้บัดซันจีเวียช่วยเรื่องจังเวียไม่ก่อนนั่งไงจีเนี่ยสำหรับอาจุนรังครูมันเนี่ยนั่งอ๋อตัวใบจีโคนันนั้นคำโดยใหญ่ปลาปนาเก๋ก็เกมมันเชื่อได้ไอ้จีโกนเขมรนั่งวิจัยดังไซไอ้โคนันมันแต่จังไอ้โดยสารแต่กอดชนะก็กับบ้านดีคอร์สเลงระบาดแปะนั่งจอบติดโดยสารแต่เคยแบบนี้แปะมวยนั่งก็มีผมน้องจังสำหรับโคนันเจ้าเวียกับบ้านสตูตัวจะบัดก็ระบาดโคนันแต่นรเป็นนู้โคนันกับบ้านคำได้ระบาดเวีย貴様にわかるか父さんそしてわざわざ ให้นอเป้แต่มีนอการล้อโคนั้นกับบ้านปลาสบายเจียงกายชนัยแต่บักโลนนั่งตดกองลานโตโรกับแปะนั่งบุบสลับสโดให้เจียงนี่ต่อเตี้ยก็กับบ้านเข้าห้าวปลีรุ่ยกับโตกับซาสำเร็จนั่นเลยโคลนระบาดแปะนั่งซาระเพียบเรื่องราวกรบย่างในโคลมันเฟอร์จ้องไกรปลีกับบ้านจ่าแบบแปะนั่งด่าโกกบ้านสำราญให้โคนั้นระบาดเยื้องกับบ้านดอสไลเดินกระไดมือนั่งเต้าได้รลุ้นพองได้ให้นอเป้นี้เรื่องกระไดระบาดโคนั้นเยื้องคือตราบ้านสไลด์แต่ตรำในสั้นเจียเนี่ยต่างอเนี่ยก็ท่าหล่อเมื่อคำเพลย์ช่วยคำมันให้ไล่มันเนี่ยเมื่อพ่อนำใบเจียกำลังจัดระบาดยมบ้านซ้อมยังเก๋คือคำมันมองด่ารูปแบบโดนมันจังเตะด่าไม่ได้ไม่เชิงกับบ้านได้ลำใบเชียกำลังจัดบันต่อแต่เตี้ยกับมันไอ้กับบ้านได้ให้จีจงกลายเกิดมีไอ้ต่อแต่เตี้ยเต้สมองคนเนี่ยต่างออกนี้ thank you so much